Hello សាសា Hi សូកូនទីមើលសុភមង្គលក្នុងគ្រួសារណាតើវាមានអត្ថន័យយ៉ាងណាចំពោះកូន សុភមង្គលក្នុងគ្រួសារគឺជាការដែលយើងចែករំលែកជាមួយនឹងក្តីស្រឡាញ់ឲ្យគ្នាប៉ុន្តែมันប្រកាសថា365ថ្ងៃហ្នឹងគឺយើងស្រឡាញ់គ្នារហូតទេដោយសារតែវាមានថ្ងៃដែលយើងឆ្លោះគ្នាហើយមានថ្ងៃដែលយើងស្រឡាញ់គ្នាហើយមានថ្ងៃដែលយើងអន់ចិត្តមួយគ្នាចឹងហើយដោយសារតែមនុស្ស2នាក់ឬក៏មនុស្ស4នាក់ឬក៏មនុស្ស6នាក់គឺអាចត្រូវគ្នារហូត100ថ្ងៃ200ថ្ងៃ300ថ្ងៃឯងប៉ុន្តែក៏មិនប្រកាសថានឹងឆ្លោះគ្នារហូតដែរចឹងតែដូចខ្ញុំហើយនឹងម៉ាក់ហើយនឹងគ្រួសារខ្ញុំចឹងពេលខ្លះយើងឆ្លោះគ្នាហើយពេលខ្លះយើងត្រូវគ្នាហើយពេលត្រូវគ្នាហ្នឹងយើងរៀងស្រឡាញ់គ្នាទៅដោយសារតែយើងអត់ដឹងថាយើងមានប្រហែលថ្ងៃទៀតដល់លើផែនដីហ្នឹងឯងហើយពាក្យថាសុភមង្គលមួយគឺដូចវាគឺជាមលុបរបស់គ្រួសារចឹងដោយសារតែបើយើងអត់មានសុភមង្គលក្នុងគ្រួសារដូចយើងអត់មានអីចឹងទោះបីជាយើងមានលុយរាប់លានរាប់រយដុល្លារក៏ដោយប៉ុន្តែបើសិនជាយើងអត់មានសុភមង្គលក្នុងគ្រួសារក៏វាគឺជា disadvantage មួយដែរចានៅក្នុងគ្រួសារមានអីគេខ្លះមានឪពុកមានម្ដាយមានកូនតើអត់3រ៉ូលមានន័យថា3តួនាទីអញ្ចឹងឧទាហរណ៍ថាសុភមង្គលក្នុងគ្រួសារវាផ្ដើមចេញពីបុគ្គលម្នាក់នៅក្នុងគ្រួសារតើអត់ឧទាហរណ៍ថាបើកូនមានឪពុកល្អប៉ុន្តែមានម្ដាយដែលឧទាហរណ៍ថាគាត់ចាំតែលេងបៀអត់ជួយធ្វើអីអញ្ចឹងណាអាហ្នឹងមានសុភមង្គលអត់អត់ចុះឧទាហរណ៍ថាមានឪពុកល្អមានម្ដាយល្អប៉ុន្តែមានកូនដែរមិនសូវល្អឧទាហរណ៍ថាកូនអត់ខំរៀនកូនធ្វើឲ្យម៉ែឪបាក់ចិត្តកូនហ្នឹងឧទាហរណ៍ថាឲ្យគាត់ទៅរៀនក៏អត់ទៅរៀនទេគាត់ចូលលេងហ្គេមគាត់ទៅកិច្ចសាលាអីចឹងណាអាហ្នឹងគ្រួសារហ្នឹងមានសុភមង្គលអត់មានទេអញ្ចឹងសម្រាប់ម៉ាក់ចង់សួរកូនគឺចង់និយាយថាអត្តន័យពាក្យថាសុភមង្គលនៅក្នុងគ្រួសារគឺគ្រប់គ្នាជាចំណែកនៅក្នុងគ្រួសារដែលធ្វើមានសុភមង្គលទៅអត់ចាកូនជាកូនបំពេញតួនាទីកូនឲ្យល្អទៅអត់ម៉ាក់ជាម្ដាយម៉ាក់ព្យាយាមបំពេញតួនាទីម៉ាក់ជាម្ដាយឲ្យល្អទៅអត់ហើយឪពុកដ៏ល្អគឺព្យាយាមបំពេញតួនាទីជាឪពុកដ៏ល្អទៅគ្រប់គ្នានៅក្នុងគ្រួសារនេះមានសុភមង្គលទៅអត់បើមិនជាឪពុកដើរផឹកស៊ីណាកាត់ពួកម៉ាក់ជាធំហ្នឹងគ្រួសារមានសុភមង្គលអត់ឪពុកអត់មានពេលមួយម្ដាយអត់មានពេលមួយកូនអីចឹងទៅអាហ្នឹងគ្រួសារហ្នឹងមានសុភមង្គលអត់កូនឯងគិតមើលអត់មានទេដោយសារតែបើសិនជាយើងខ្វះសំបីតែម្នាក់នៅក្នុងគ្រួសារដែល like ទាញសម្រាប់គ្រួសារហ្នឹងគឺវា like it's a big disadvantage ប៉ុន្តែគ្រួសារផ្សេងទៀតអាចនឹងជួយទាញឡើងវិញណាចឹងណាចង់និយាយថាបើដឹងខុសចេះកែមែនចាអញ្ចឹងនៅក្នុងគ្រួសារមួយចង់បញ្ជាក់ឡើងវិញថាគ្រប់គ្នាដែលនៅក្នុងគ្រួសារគឺជាចំណែកដែលធ្វើឲ្យមានសុភមង្គលមែនយល់ទេមិនមែនគ្រាន់តែមានប្រពន្ធល្អហើយអត់មានប្តីអត់មានកូនល្អដែលសហការទេគ្រួសារហ្នឹងគឺពិបាកហ្នឹងមិនទៅមុខអូខេចាភាពដូចជាឡានចឹងឡានវាត្រូវការកង់4ទៅអត់បើសិនជាយើងបែកកង់ណាមួយសួរថាកង់3ទៀតហ្នឹងវាទៅមុខស្រួលអត់កើតទេវាត្រូវការឈប់ដើម្បីប៉ះអូខេអញ្ចឹងគ្រប់គ្នានៅក្នុងក្រុមគ្រួសារសូមសហការឲ្យបំពេញតួនាទីខ្លួនឯងល្អទៅគ្រួសារហ្នឹងមានសុភមង្គលអូខេ thank you bye bye អ្នកនរគ្នាបាយ